នៅខាងក្រោយខ្នងខ្ញុំនេះគឺជាកុងតឺន័រដែលទាហានថៃបានដាក់ជាង50កុងតឺន័រនៅទីនេះហើយកាលពីម្សិលមិញក៏ឮថាថៃនឹងបានយកមកបន្ថែមទៀតហើយទីតាំងនេះគឺជាទីតាំងស្ថិតនៅក្នុងថ្មដាជាតំបន់មួយនៅជាប់ព្រំដែនជាមួយថៃនៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់យោងតាមអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថាថៃបានដាក់កុងតឺន័រនេះចម្ងាយប្រហែលជា800ម៉ែត្រចូលមកក្នុងទឹកដីរបស់កម្ពុជាហើយនេះគឺជាទីតាំងមួយក្នុងចំណោមទីតាំង2ដែលថៃបានពង្រាយកុងតឺន័រនឹងដាក់រាយបន្លាលួសហើយយើងឃើញនៅខាងក្រោយខ្នងគឺផ្ទះប្រជាពលរដ្ឋហាងលក់ដូរនិងសន្តាគារដែលត្រូវបានបំផ្លាញដោយគ្រាប់ផ្លោងរបស់ទាហានថៃនៅក្នុងចន្លោះខែ12ឆ្នាំ2025ហើយក្រោយពីបទឈប់បាញ់នៅថ្ងៃទី27ខែ12ឆ្នាំ2025នោះទាហានថៃបានចូលមកក្នុងទឹកដីកម្ពុជានេះរហូតដល់ទៅ8ទៅ900ម៉ែត្រហើយក៏បានដាក់កុងតឺន័ររាំងស្កាត់មិនឲ្យប្រជាពលរដ្ឋវិលត្រឡប់ទៅវិញទេអញ្ចឹងហើយនេះគឺថ្ងៃនេះខាងក្រសួងការបរទេសនឹងបាននាំអ្នកការទូតរបស់បរទេសចំនួនជាង20រូបប្រមាណជា20ប្រទេសដើម្បីមកមើលនៅទីនេះដោយផ្ទាល់តែម្ដងថាតើមានអ្វីបានកើតឡើងពីសកម្មភាពដែលកម្ពុជាបានតវ៉ាជាបន្តបន្ទាប់ដោយសារថាមានទីតាំងទីកន្លែងជាច្រើននៅក្នុងបណ្ដាខេត្តផ្សេងគ្នានៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលទាហានថៃបានប្រើប្រាស់យន្តហោះ F16 ប្រើប្រាស់ drone ប្រើកាំភ្លើងធំដើម្បីបាញ់មកលើទឹកដីកម្ពុជានេះហើយដូច្នេះប្រទេសកម្ពុជាបានតវ៉ាច្រើនលើកច្រើនសារបានប្រឆាំងទៅនឹងភាគីថៃដែលថាបានរំលោភទៅនឹងអនុសញ្ញាទៅនឹងសន្ធិសញ្ញាទៅនឹងកិច្ចព្រមព្រៀងហើយនឹង MOU នៅឆ្នាំ1904 1907ហើយនឹងឆ្នាំបន្តទៀតហើយនេះគឺជាព្រឹត្តិការណ៍មួយទៀតដែលរដ្ឋាភិបាលកម្ពុជាបានព្យាយាមធ្វើយ៉ាងណាដើម្បីបន្តប្រាប់ពិភពលោកនៅអំពើដែលទាហានថៃបានធ្វើមកលើប្រទេសកម្ពុជានៅតាមបណ្ដោយព្រំដែនកម្ពុជានេះហើយមកដល់ពេលនេះយើងឃើញថាប្រជាពលរដ្ឋនៅតំបន់ថ្មដានេះជាង3000នាក់បានរងគ្រោះដោយសារតែទាហានថៃបានបើកការវាយប្រហារមកលើតំបន់នេះហើយមកដល់ម៉ោងនេះទៀតសោតជិត100គ្រួសារនៅបន្តស្នាក់នៅជំរំនៅឡើយមិនអាចវិលត្រឡប់មកវិញដោយសារថាផ្ទះសម្បែងរបស់គាត់ហាងរបស់គាត់និងអ្វីដែលគាត់កាន់កាប់នឹងត្រូវបានទាហានថៃប្លុកមិនអនុញ្ញាតឲ្យវិលត្រឡប់ទៅវិញទេហើយថ្ងៃនេះដែលទូទាំងអស់បានធ្វើការកត់សម្គាល់ពីរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធររបស់កម្ពុជាដែលបានជម្រាបជូនអង្គទូតទាំងនោះនៅក្នុងដំណើរទស្សនកិច្ចនៅថ្ងៃទី27ខែ3ឆ្នាំ2026នេះបាទ